បាទគ្រប់ជំរាបសួរបងប្អូននៅក្នុងបណ្ដាញ Facebook ខ្ញុំបាទខ្លាហឹមថ្ងៃហ្នឹងក៏អត់មានអីច្រើនដែលចូលរួមគ្រាន់តែចង់ផ្ដាំផ្ញើឲ្យបងប្អូនចេះស្រឡាញ់ទឹកដីស្រឡាញ់ជាតិស្រឡាញ់ញាតិសន្តានរបស់យើងទាំងអស់យើងស្រឡាញ់តែគ្រួសាររបស់យើងមកគ្រួសារក៏យើងមិនអាចបន្តធ្វើឲ្យសង្គមជាតិរបស់យើងរីកចម្រើនបានដោយសារតែមានពាក្យមួយថាអាត្មានិយមស្រឡាញ់តែបងប្អូនឯងមិនស្រឡាញ់ញាតិសន្តានពាក្យថាញាតិសន្តានគឺមិនមែនតតែជាប់សាច់ឈាមទៅគេហៅថាញាតិរបស់យើងនោះទេឲ្យតែជាជនរួមឈាមខ្មែររបស់យើងដូចគ្នាគឺជាញាតិរបស់យើងទាំងអស់គ្រាន់តែថាបុគ្គលនោះជាមនុស្សប្រកាន់បពុឬក៏ជាមនុស្សឆ្វេងនិយមពាក្យថាឆ្វេងនិយមគឺនិយាយអីគឺមិនស្ដាប់ទេគឺគាត់យកតែឈ្នះតែម្នាក់ឯងអញ្ចឹងទៅក៏អត់មានអីផ្ដាំផ្ញើដែរសង្ឃឹមថាពួកបងអ្នកឆ្វេងនិយមឬក៏អ្នកស្ដាំនិយមទាំងអស់គូកិតសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយជាតិមិត្តភូមិរបស់យើងឲ្យបានសុខសាន្តត្រានឡើងវិញព្រោះថាឥឡូវឃើញស្រាប់ហើយយួនចេញមកក៏ក្រឹកក៏ក្រែងច្រើនណាស់ក៏តែគេសង្ឃឹមថាគេអាចធ្វើអីឈ្នះខ្មែរយ៉ាងប្រហែលជាការកាត់សម័យរបស់ខ្មោចអាហូជីមីញនឹងវាមិនអាចទៅរួចទេឥឡូវហ្នឹងខ្លាហឹមខ្ញុំក៏សូមច្រៀងចម្រៀងស្នេហាជាតិមួយបទក៏ប៉ុន្តែសំឡេងរបស់ខ្ញុំហ្នឹងគឺមិនមែនជាអ្នកចម្រៀងដល់អញ្ចឹងក៏មិនព្រោះដែរសង្ឃឹមថាបងប្អូនស្ដាប់ហើយកុំមានគំនិតមួយថាចង់ជីបចោលឯណាហើយព្រោះមិនព្រោះក៏ស្ដាប់ទាំងអស់គ្នាបទនឹងមានចំណងជើងថាម៉ែឲ្យអាវយ័នបាទម៉ែឲ្យអាវយ័នកូនពាក់បនព្រាំងដែលមានដែលជាងនៅក្នុងភូមិត្រីព្រាំងគ្រូជាសង្ឃប្រទានពរជ័យស្អែកលាម្ដាយថ្លៃចូលធ្វើទានពូជខ្មែរឈាមខ្មែរឈាមម៉ែចែកឲ្យឈាមច្បាំងពុំថយឈាមជាតិក្លាហានបើខ្មាំងមាននាងកូនស៊ូបដូប្រានពិតពុំវិលកានបកក្រោយឡើយណាពេលល្ងាថ្ងៃលិចភ្នំពោពីលខែស្រណងដីខ្មែរដីគេដូនតាស្ដេចលួងឲ្យយើងគង់ក្បត់ជាតិសាសនាគុណសូមបដិញ្ញាធ្វើសឹកយកជ័យលាម៉ែចេញច្បាំងតតាំងចាំងកាប់កូនពិតពុំស្លាប់ទេអ្នកម្ដាយថ្លៃខ្មាំងត្រូវហូរឈាមដាក់ពោះដំរីរលីផែនដីដោយច្បាំងនឹងខ្មែរបាទសូមអរគុណបងប្អូន